នឹងប្រជុំសូមមានស្នូទះដៃមួយថ្ងៃនេះខ្ញុំហៅអ្នកទាំងអស់គ្នាមកប្រជុំស្ដីពីការបើកវេទិកាសិរិទ្ធតែយើងបង្កើតកម្មវិធីអ្វីដើម្បីប្លែកបង្កើតកម្មវិធីអ្វីក្អមដល់ខ្ញុំគិតថាបង្កើតកម្មវិធីកង់យឺតវិញបើតាមគំនិតខ្ញុំវិញខ្ញុំចង់បង្កើតមនុស្សឆ្លាតប្រចាំភូមិមានអ្នកណាគេមានគំនិតយល់ស្របជាមួយខ្ញុំអត់ហ្នឹងហើយកម្មវិធីហ្នឹងក៏ល្អដែរតែអ្នកទាំងអស់គ្នាយល់ស្របអត់ខ្ញុំយល់ស្រប ខ្ញុំយល់ស្របខ្ញុំយល់ស្របដែរអ្នកស្រីបើយល់ស្របសូមសម្លេងទេដៃមួយខ្ញុំបែងចែកការងារឲ្យវិរៈសានិងសំអានជាអ្នកដើរប្រកាសចាប់ពីល្ងាចនេះតទៅបុរីនិងនីតាជាអ្នករៀបចំកម្មវិធីពីដើមរហូតដល់ចប់ឥឡូវអ្នកទាំងអស់គ្នាយល់ស្របតាមនឹងហើយយល់ស្របហើយឥឡូវយើងបញ្ចប់កម្មវិធីប្រជុំតែប៉ុណ្្នឹងហើយចាប់ដើមទៅអនុវត្តការងាររៀងៗខ្លួនកណាមកណានឹងក្មួយមកចូលមកអង្គុយលេងតែមីងសិនមកអត់អីទេមីងខ្ញុំគ្រាន់តែមកប្រាប់ថានៅភូមិយើងមានកម្មវិធីជ្រើសរើសមនុស្សឆ្លាតបើមីងមានចំណាប់អារម្មណ៍អីទៅចូលរួមផងនៅថ្ងៃស្អែកនៅផ្ទះមេភូមិមីងមិនក្អីក្មួយអញ្ចឹងចាំមីងឲ្យកូនមីងទៅដាក់ពាក្យប្រឡងគេដែរម៉ែកូនចង់ទៅដាក់ពាក្យប្រឡងមនុស្សឆ្លាតដូចគេដែរម៉ែចាំម៉ែជូនទៅម៉ែកូនចង់ទៅដែរអត់ទេកូនចាំកូនឯងធំសិនណាកូនកូនចង់ទៅដែរអត់ទេកូនឯងទៅទូចមីងឯងទៅទូចខ្ញុំជម្រាបលាទៅវិញហើយពូមីងចាក្មួយសុខសប្បាយតាមផ្លូវបាទមើលក្មួយពី3នាក់តោះយើងរត់ទៅប្រាប់នាងឈប់មានកាយពូអូពូមកនេះមានរឿងចង់ប្រាប់ថានៅភូមិយើងមានកម្មវិធីជ្រើសរើសនេះមនុស្សឆ្លាតបើក្មួយមានចំណាប់អារម្មណ៍ទៅដាក់ពាក្យទៅនៅថ្ងៃស្អែកនៅផ្ទះលោកមេភូមិក្មួយហើយពូខ្ញុំកំពុងតែឆ្លាតប្រាប់ផងខ្ញុំឆ្លាតពីកំណើតណាពូអូបើខ្ញុំប្រឡងនៅបានលេខ1ហ្មងអូអារឿងមនុស្សឆ្លាតអញ្ចឹងសំណួរមានប្រមាណដែរមកពូខ្ញុំចេះទាំងអស់ហ្នឹងពូរត់តែអញ្ចឹងអរគុណហើយពូដែលបានប្រាប់អញ្ចឹងខ្ញុំទៅសិនហើយពូទៅដែរតែស្អែកកុំភ្លេចចូលរួមផងក្មួយចាពូបរិយគ្នាយើងមកអស់នៅគ្រប់អស់ហើយមុននឹងបើកកម្មវិធីសូមស្នូទះដៃមួយឥឡូវនេះខ្ញុំសូមប្រាប់ពីលក្ខខណ្ឌនៃការប្រឡងមានសំណួរនិងចម្លើយសំណួរមាន10អ្នកណាឆ្លើយត្រូវច្រើនជាងគេអ្នកនោះបានលេខ1កម្មវិធីនេះខ្ញុំសូមរកលជូនបូរីជាអ្នកចាត់ចែងអរគុណអ្នកស្រីជួយយើងដល់កន្លែងគ្នាខ្ញុំឈរឥឡូវនេះខ្ញុំសូមបញ្ជាក់លក្ខខណ្ឌម្ដងទៀតលក្ខខណ្ឌទីកាគឺរបស់យើងគឺមានចំនួន10សំណួរបេក្ខជនបេក្ខនារីណាឆ្លើយបានច្រើនជាងគេនឹងទទួលបានចំណាត់ថ្នាក់លេខ1ដែលទទួលបានពានចំនួន1ឥឡូវនេះយើងចាប់ផ្ដើមសំណួរទី1ដែលមានសំណួរថាតើនៅក្នុងភាសាខ្មែរថ្នាក់ទី7ជំពូកទី1មានចំណងជើងថាអ្វីខ្ញុំអូនប្អូនឆ្លើយគឺមានចំណងជើងថាអូនឆ្លាញ់បងហើយវាដែរឡាអោបងអូនត្រូវហើយចាំដឹងត្រូវអីចឹងបងអូនអង្គុយចោះចឹងតោះអ្នកបន្ទាប់ទៀតមានណាអាចឆ្លើយបានអត់ខ្ញុំចាបេះដូងឯកាអីច្បាស់ថ្នាក់នឹងផងច្បាស់ថ្នាក់នឹងហើយបងឯងពីរនាក់នេះពិតឆ្លាតខ្លាំងមែនតើអង្គុយចោះអង្គុយចោះចាចឹងបងពីរនាក់នេះឆ្លើយអត់ទាន់ត្រឹមត្រូវទេនៅមានឱកាសម្ដងទៀតចឹងបងណាអាចឆ្លើយបានខ្ញុំចូលបងអូនឆ្លើយសេចក្តីស្រឡាញ់បាទពិតជាត្រឹមត្រូវខ្លាំងណាស់បងអូនសូមសម្លេងផ្ទះដៃមួយក៏ចោះទៅបងអូនអរគុណបងឥឡូវនេះយើងចូលដល់សំណួរទី2នៅក្នុងរឿងទុំទាវតើទុំស្លាប់
ដោយសារអ្វីសួរនៅក្នុងលក្ខណៈចោលចូលប្អូនឆ្លើយ ខ្ញុំដឹង អញចាប់ផ្ដើមឆ្លើយប្អូន ទុំស្លាប់ដោយសារអស់ដង្ហើម សាហាវម៉េះចាយម៉ែញាក់សាច់ធឺធឺត ចម្លើយប៉ុណ្ណឹងក៏ឆ្លើយមកឲ្យត្រូវដែរត្រូវខ្លាំងណាស់បងអូនអើយវាមិនដាណាងាប់ដោយសារអត់ដង្ហើមហ៎ អូយថ្ងៃហ្នឹងងាប់ដោយសារអត់ដង្ហើម វាមិនដាមកុយអូនកុយតែឆោតយូរពេកថ្ងៃចេះទ្រូងងាប់មកនេះបន្ទាប់មានអ្នកណាដឹងទេ ខ្ញុំ ស្លាប់ដោយសារស្អីបងអូន ទុំស្លាប់ដោយសារស្លាប់ស្មារតីស្នេហា ត្រឹមត្រូវណាស់ប្អូនកុយចោល អរគុណចា ប៉ះចូលសំណួរជាបន្ទាប់ចូលដល់សំណួរទី3តើគីមីវិទ្យានិមិត្តសញ្ញាតុងដែងមាននិមិត្តសញ្ញាអ្វីហើយអាតូមប៉ុន្មានវ៉ាឡង់ប៉ុន្មានចូលប្អូនឆ្លើយ ហើយសុំមកបបាហើយឈប់រៀនហាត់ទី1នឹងមិនចេះទៅ ខ្ញុំ ឆ្លើយទេប្អូន តុងដៃនិមិត្តសញ្ញា CU ប្រឡង56ម៉ាតូម24 អីច្បាស់ថ្នាក់នឹងផងច្បាស់ថ្នាក់នឹងអើយ អញ្ចឹងប្អូនឆ្លើយអត់ទាន់ត្រូវទេអង្គុយចោល អរគុណ តើអ្នកបន្ទាប់ ខ្ញុំ ឆ្លើយប្អូន តុងដៃមាននិមិត្តសញ្ញាគឺ CU 64ប្រឡង12 ត្រឹមត្រូវប្អូនអង្គុយចោលសុំស្នោសុំលេងផ្ទះដៃមួយចូលដល់សំណួរទី4តើនៅក្នុងសតវត្សទី60មានប្រជាជនខ្មែរចំនួនប៉ុន្មានអ្នក អត់យល់ហ្មងណា ខ្ញុំ ឆ្លើយប្អូន នៅក្នុងសតវត្សទី60មានប្រជាជន5ទៅ7លាននាក់ ពិតជាត្រឹមត្រូវខាងណាបងសុំសំលេងផ្ទះដៃមួយមកអញ្ចឹងសូមអញ្ជើញបងចូលទៅអង្គុយកន្លែង អរគុណចា សំណួរជាបន្ទាប់ទុំមើលទៅទាវលើកដំបូងច្រៀងបទចម្រៀងអ្វី ខ្ញុំ ឆ្លើយ តុំឃើញទាវដំបងច្រៀងបទសុំស្រឡាញ់បានទេ អូត្រឹមត្រូវ10ប៉ុន្ទូ ហើយបងពិតជាឆ្លើយត្រឹមត្រូវខ្លាំងណាស់បងពិតជាមានដងស្នេហាពេញខ្លួនខ្លាំងមែនតើសូមស្នប់ដំឡេងផ្ទះដៃមួយមកចឹងសូមបងអង្គុយចោល អរគុណ ឥឡូវយើងចូលដល់សំណួរជាបន្ទាប់ទៀតសំណួរនេះគេឲ្យទា2000រៀលគោ4000រៀលចុះអង្ក្រងគេឲ្យប៉ុន្មានពាន់ព្រោះអ្វីឆ្លើយ អង្គត្រង់គេឲ្យ6000រៀល ព្រោះអ្វី ព្រោះវាមានជើង6 ពិតជាត្រឹមត្រូវខាងណាបងសូមស្នើសំឡេងផ្ទះដៃមួយមកចឹងសូមបងអង្គុយចោល អរគុណបង ឥឡូវនេះយើងចូលដល់សំណួរជាបន្ទាប់ទៀតតើនៅក្នុងសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី6ទំព័រទី53មានចំណងជើងថាអ្វី សួរនៅក្នុងលក្ខណៈចោល ដឹងគឺប្រដាប់បន្តពូជ ដល់សួរអីចឹងក៏គេណាខាង ពិតជាត្រឹមត្រូវខាងណាបងសូមសំឡេងផ្ទះដៃមួយមកគួយចោលបងគួយចោល អរគុណ តាចូលដល់សំណួរជាបន្ទាប់ទៀតសំណួរជាបន្ទាប់ប្រសិនបើឆ្កែស៊ីស្រូវចុះមាន់ស៊ីអ្វី ខ្ញុំបើឆ្កែស៊ីស្រូវមាន់ស៊ី burger និយាយលេងឬមែនចែ ហើយវាមិនដែលទេ អញមនុស្សរលុយទិញ hamburger ស៊ីមិនបានផងមាន់ស៊ីសិតតែ hamburger អូខេអត់ត្រូវទេបងអូនសូមបងអង្គុយចោល ចាអរគុណ តាអ្នកឆ្លើយជាបន្ទាប់ ខ្ញុំ ឆ្លើយបងអូន មាន់
ស៊ីសាំងវ៉ាច់ បញ្ជាត្រឹមត្រូវខាងណាបងសសំលេងផ្ទះដៃ100អង្គុយចោបងអូន អរគុណបង តាសំណួរជាបន្ទាប់ទៀតតើប្រទេសកម្ពុជាមានផ្ទៃក្រឡាចំនួនប៉ុន្មានម៉ែត្រការ៉េ ខ្ញុំផ្ទៃដីប្រទេសកម្ពុជាមាន 181,035 គីឡូម៉ែត្រការ៉េ ត្រង់ណាបងអូនថងស្នត់សំលេងផ្ទះដៃមួយអង្គុយចោបងអូន អរគុណ តោះសំណួរនេះជាសំណួរចុងក្រោយมันពិបាកมันធម្មតាគឺស្រួលបំផុតតើប្រទេសកម្ពុជាយករុក្ខជាតិអ្វីតំណាងឲ្យជាតិ ខ្ញុំដឹង ឆ្លើយ គឺដើមស្រូវ មកពេលសំណួរប៉ុណ្ណឹងស្រួលសោះសอยមកឲ្យត្រូវដែរកុយចោះអរគុណមិនទេ អញចង់ធ្វើត្រូវមើលអ្នកហ្នឹង មកចូលដល់សំណួរបន្ទាប់តើបងប្អូនណាដឹងថាចម្លើយសំណួរហ្នឹងជាអ្វីចូលបងអូនឆ្លើយ ខ្ញុំ ឆ្លើយបងអូន ចាគឺដើមអម វាមិនដែរ តាមអម ចា ធ្លាប់ហើយហើយអញនឹងមកពីណាអូនកុយចោះអូនអត់តន់ត្រូវទេ អរគុណ មកនេះបន្ទាប់ ខ្ញុំ ដាំអ្វីអូនងាប់ឆ ចាគឺដើមស្វាយងប់ហើយមកស្រួលខាញ់ ដាំស្វាយ ចា មកអ្នកណាដឹងអូនឯងឆទៅនោះ ខ្ញុំ មកទៅស្មាញ់ គឺដើមដូង ដាំដូង បាទ និយាយមកបោកប្រាស់ទាំងរស់មក មកអ្នកណាដឹងបងអូនពីអ្នកនេះអង្គុយចោះអ្នកណាដឹង ខ្ញុំ ឆ្លើយតើដាំអ្វីបងអូន ដើមថ្នោតបង ពិតជាត្រឹមត្រូវខ្លាំងមែនតើតែដៃបងអូនមួយ ឥឡូវនេះយើងចាប់ផ្ដើមប្រកាសលផលសូមក្រដាស់លទ្ធផលអញ្ចឹងអ្នកដែលទទួលបានជ័យលាភីគឺជ័យលាភីអ្នកឆ្លាតប្រចាំភូមិគឺកញ្ញាសៀងហើយអបអរកាតឥឡូវនេះអ្នកដែលជាប់លេខ2គឺលោកវឌ្ឍនាអបអរសាទរជាបន្តសូមគោរពអញ្ជើញអ្នកស្រីមេភូមិមកប្រកល់ពានរង្វាន់ជូនអ្នកឆ្លាតប្រចាំភូមិដែលមានជ័យលាភីលេខ1អបអរសាទរអញ្ចឹងសូមគោរពអញ្ជើញអ្នកដែលជាប់លេខ2មកទទួលរង្វាន់អញ្ចឹងអ្នកលេខ2មកទីនេះហើយក៏សូមអញ្ជើញកញ្ញានីតាប្រកល់រង្វាន់ជូនអ្នកលេខ2អញ្ចឹងអ្នកដែលមិនបានរង្វាន់នឹងគេ ចូលបងអូនដើរទៅគ្នា កុំអាភ័យព្រោះវិញអញ្ចឹងណាសូមជូនពរឲ្យបងអូនទាំង3ឲ្យកាន់តែឆ្លាតកាន់តែពូកែជាងនេះបន្តទៀតសូមអរគុណ